Chuẩn bịបងអើយដីនេះខ្ញុំចេញមុខចាក់ដោយសារហេ3ថ្ងៃការគេព្រេងស្រុកហ្នឹងថ្ងៃទីប្រហែលហើយចាំមើលខ្ញុំឆែកចាំមើលខ្ញុំបាញ់ជូនមេឯងជូនបងឯងឥឡូវហ្នឹងដីហ្នឹងថ្ងៃមុនខ្ញុំសុំគេក្រៃលោគេព្រមគេអត់ព្រមមកចាក់បាន5ឡានហើយនេះអាទំនប់នេះអាទំនប់ពីព្រែកស្រុកពីធំពីតុងទៅជើងហ្នឹងហើយឥឡូវហ្នឹងម្សិលមិញវាទៅលុយខ្ញុំទាំងភ្លៀងទាំងរលឹមទាំងនេះអាកាលពងភ្លៀងម៉ោង5ជាងហ្នឹងនៅក្នុងការហើយដល់អញ្ចឹងខ្ញុំលុយក្នុងកប៉ៅថាបងទឹកបងភ្លើងដល់អញ្ចឹងដល់ឲ្យវាបាន50000លុយនៅ90000ហើយព្រឹកមិញកូនអីវ៉ាន់គេមកខ្ញុំអត់លុយគ្រប់បងទឹកបងភ្លើងអត់គ្រប់ដល់អញ្ចឹងអត់ហ៊ានបាញ់ទៅបងទឹកបងភ្លើងហ៎ហើយឥឡូវបងឯងជួយមើលព្រោះអ្នកស្រុកខ្ញុំដូចបាក់ដល់ប្រមូលទៅដូចឲ្យវាប្រមូលក្តាមដាក់ក្នុងអេចឹងវាចេញចំពងខ្ញុំគុំតែបេងថាថាខ្ញុំថាឲ្យខ្ញុំចាក់ហើយដល់សួរគាត់ដូចម្សិលមួយថ្ងៃសួរទៅគាត់ធ្វើដូចអត់មានតិចអត់មានរុនចឹងដល់អញ្ចឹងខ្ញុំអត់ចិត្តដែរគាត់ថាខ្ញុំចាក់ឲ្យខ្ញុំមិនម៉ែខ្ញុំដើរណាពេលអត់ទៅរស់តិចហើយឥឡូវខឹងនេះដល់ណាគេទៅលុយក្នុងការធ្វើមិញអានំម៉ោង5ជាងនៅក្នុងការស្វាយនឹងភ្លៀងបាទម្ចាស់ឡានហ្នឹងវាទៅវាថាវាត្រូវការចាក់ប្រេងថ្ងៃមុនខ្ញុំជ័យកូនធွာខ្ញុំនៅពេញនោះបាន$10ថាចាក់អាក្លុកហ្នឹងដល់ពេលមើលមានលទ្ធភាពចាក់ទៀតទៅបើគាត់ថាឲ្យចាក់ទៅហើយនឹងគាត់ជួយវិធីណានេះបើគាត់ជួយឥឡូវថ្ងៃមុនខ្ញុំទៅតំបន់ហ្នឹងដល់ទទួលផលយោននេះគ្នាមកថាកងឯងចាក់នេះដល់លុយ10000ឲ្យខ្ញុំភ្លាមហើយដល់អញ្ចឹងខ្ញុំមានលទ្ធភាពមានកម្លាំងដោយសារមានអ្នកជួយហើយដល់ពេលផលលីកូនក្មួយខ្ញុំកូនកងឆេងវាធ្វើនំបញ្ចុកហ្នឹងថ្ងៃមុនជួបខ្ញុំនៅផ្សារដើម7ដល់អញ្ចឹងវាចេញវាចូលមកដូចព្រែកលោកថ្ងៃមុនវាចេញ5000ភ្លាមខ្ញុំអរគុណណាស់ដែលពុទ្ធបរិស័ទជួយអញ្ចឹងខ្ញុំ100កាច់2ក៏ដោយបើនិយាយអធិរោះគឺសុំតែម្នាក់ដកតាមកកំប៉ុង ABC មកបានហើយម្នាក់ឲ្យចាក់ទៅហើយដល់លុយខ្ញុំដល់លុយចេញពីកប៉ៅអងពីខ្លួនដល់ចុងខ្ញុំមួម៉ៅខ្ញុំថាឥឡូវខ្ញុំថាងូនលីមិញខ្ញុំថាពេលអធិរោះខ្ញុំថាឯងជួយរឿងផឹករឿងស៊ីហើយស្រីញីអូនបងហើយទៅអាណាដើរវាថាវាអត់ដើរខ្ញុំថាចាអាណាដើរតាមនោះឆ្កែខ្ញុំដាក់ឲ្យវាមិញមកអញ្ចឹងសុំទោសពេលអធិរោះដោយសារខ្ញុំខឹងដោយសាររឿងខ្ញុំឈរមុខចាក់ដោយសារហេបេងគាត់ថាឲ្យខ្ញុំចាក់ហើយដល់អាតុងខ្ញុំសួរនៅផ្ទះអារ៉ាន់វិញខ្ញុំថាក្នុងហាងគេឯងនិយាយឲ្យស្រួលបួលអញអត់បដាក់ទុកស្អែកលើថ្ងៃវាទៅចរចាខ្ញុំរឿងស្ទះវែងឆ្ងាយទៅចុះប៉ុន្តែខ្ញុំជិលមាត់វានិយាយឲ្យ5-10ម៉ឺនដល់ចុងក្រោយវាឲ្យ100000ស្អែកឡើងវាឲ្យ100000ខ្ញុំថាខ្ញុំពួកគិតគូចាក់ដីចាក់បាន1ឡានហើយវាថាអត់អីទេជួយចៅមានអ្នកចំហ2ឡានប៉ុន្តែនិយាយមួយខ្ញុំវិញគឺលាក់ឡាយបានហើយចឹងអរគុណសូមជូនពរឲ្យបងជួយមើលការខុសត្រូវការងារខ្ញុំដែលខ្ញុំធ្វើហើយហ្នឹងបើខ្ញុំអត់នឹកឃើញអត់ឲ្យប៉ះពាល់មួយរដ្ឋាភិបាលអត់ឲ្យប៉ះមួយឲ្យពុទ្ធបរិស័ទដែលដូចថាតាមវត្តតាមអីអារាមខ្ញុំមិនមកតាមអារាមក៏បានដែរប៉ុន្តែខ្ញុំចង់ដឹងអ្នកស្រុកហ្នឹងអញ្ចឹងមេបើសិនជានេះអនុគ្រោះពាក់សំគួរអនុគ្រោះជាមួយពួកខ្ញុំហ៎ដោយសារខ្ញុំចេញមុខចាក់ដោយសារថ្ងៃដែលការគេបេងថាខ្ញុំនៅផ្ទះអុលដល់អញ្ចឹងខ្ញុំចង់ដឹងប៉ុន្តែមនុស្សខ្ញុំតាព្រោះគឺខំឲ្យឆ្កែខ្ញុំបានអរគុណសូមអភ័យទោសវាស្រ័យពាក្យអធិរោះខ្លះ